បងប្អូនមានស្គាល់ថាដើមនេះជាដើមអ្វីដែរទេពីមុនណាបងប្អូនឲ្យតែបានទៅវាលស្រែឬក៏ទៅមើលគោអីដឹងថាកន្លែងណាមានដើមនេះហើយគឺដឹងតែរត់ទៅដណ្ដើមគ្នាបេះផ្លែទុំញ៉ាំហើយបងប្អូននោះគឺជាផ្លែមង្ឃុកព្រៃពេលដែលផ្លែវាទុំគឺមានរសជាតិផ្អែមតែនៅពេលដែលផ្លែវានៅចាស់គឺមានរសជាតិចត់ណាបងប្អូនដើមឈើនេះគឺវាសម្បូរដុះនៅតាមព្រៃភ្នំដែលយើងអាចរកបេះញ៉ាំផ្លែទុំវាសឹងតែមិនសល់នឹងផ្លែខ្ចីទៀតបងប្អូនតែឥឡូវបងប្អូនខ្ញុំបានដាំវានៅជិតផ្ទះហើយក៏មានផ្លែទុំច្រើនពេញដើមដែរផងដែរហើយមិនមានអ្នកបេះញ៉ាំទេបងប្អូនផ្លែសុកចិត្តទុំជ្រុះចោលពេញដើមបើសត្វវិញមកចឹកស៊ីរាល់តែថ្ងៃអញ្ចឹងមិនថាបងប្អូនពីមុនរកញ៉ាំសឹងតែមិនចង់បានតែឥឡូវមានផ្លែទុំពេញដើមនៅជិតផ្ទះហើយមិនមានអ្នកបេះញ៉ាំទៀតទេបងប្អូនហើយផ្លែវាទុំល្អណាស់បងប្អូនដោយសារតែមួយរយៈនេះមិនសូវមានភ្លៀងផងអញ្ចឹងមិនសូវមានសត្វមកតិចស្អុយនោះទេបងប្អូនបងប្អូនអាចយកផ្លែវាទៅញ៉ាំជាមួយនឹងអំបិលម្ទេសឬមួយក៏បងប្អូនអាចបេះផ្លែចាស់វាយកទៅញ៉ាំជាមួយនឹងប្រហុកកញ្ច្រាំបងប្អូនគឺមានរសជាតិឆ្ងាញ់មែនទែនដោយសារតែវាមានរសជាតិចត់ផ្អែមអញ្ចឹងគឺត្រូវគ្នាជាមួយនឹងប្រហុកកញ្ច្រាំមែនទែនបងប្អូនថ្ងៃនេះខ្ញុំបានទៅលេងផ្ទះក៏ឃើញផ្លែវាទុំតំណងល្អពេកបងប្អូនក៏បានបេះផ្លែវាដើម្បីយកមកញ៉ាំជាមួយនឹងអំបិលម្ទេសគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយផ្លែរបស់វាគឺខ្ញុំឃើញវាផ្លែរហូតតែម្ដងបងប្អូនគឺអត់មានឃើញខែណាដែលវាអត់ផ្លែនោះទេឲ្យតែយើងស្រោចទឹកវាឬក៏មានភ្លៀងគ្រប់គ្រាន់គឺផ្លែវាគឺផ្លែតរហូតតែម្ដងតែខែណាដែលសម្បូរភ្លៀងធ្លាក់ខ្លាំងបងប្អូនគឺមិនសូវបានញ៉ាំទេដោយសារតែសម្បូរស្រាំងមកតិចធ្វើឲ្យផ្លែវាហ្នឹងគឺសម្បូរស្អុយមែនទេបងប្អូន